ភាព5សន្លឹកនៅប្រាសាទអង្គររបស់កីឡាករប្រដាល់សញ្ជាតិខ្មែរ Thiago ហៅសែនច័ន្ទរិទ្ធិគុណកំពុងបំផ្ទុះផ្សព្វផ្សាយទេសចរនិងគុណខ្មែរទៅកាន់ពិភពលោកកីឡាករប្រដាល់សញ្ជាតិប្រេស៊ីលចូលសញ្ជាតិខ្មែរលោក Thiago ហៅសែនច័ន្ទរិទ្ធិគុណបានបង្ហោះរូបភាពចំនួន5សន្លឹកនៅលើបណ្ដាញសង្គម Facebook ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយពីវិស័យទេសចរនិងក្បាច់គុនបុរាណគុនខ្មែរទៅកាន់ពិភពលោកទន្ទឹមនឹងរូបភាពដ៏មានអត្ថន័យទាំងនោះលោកបានសរសេរសាររំលែកកម្លាំងចិត្តនិងភាពមានប្រៀបនៃប្រវត្តិសាស្ត្រខ្មែរយ៉ាងដូចនេះថានៅចំពោះមុខប្រវត្តិសាស្ត្រនិងដានស្នាមនៃពេលវេលាកន្លែងដែលអាណាចក្រទាំងឡាយត្រូវបានកសាងឡើងដោយកម្លាំងស្មារតីនិងភាពធន់រឹងមាំយើងរំលឹកខ្លួនឯងថាចំណុចកំពូលមិនមែនជាគោលដៅចុងក្រោយនោះទេប៉ុន្តែវាជាការធ្វើដំណើរជារៀងរាល់ថ្ងៃអតីតកាលបច្ចុប្បន្នកាលនិងតែងតែផ្ដោតលើអនាគត